សារព័ត៌មាន Nikkei Asia របស់ជប៉ុននៅថ្ងៃទី1ខែធ្នូឆ្នាំ2025បានផ្សាយបន្តការចោទប្រកាន់របស់ប្រទេសថៃថាប្រទេសកម្ពុជាបានដាក់មីនថ្មីតាមបណ្ដោយព្រំដែនដែលមានចំនួនប៉ុន្តែរាជធានីភ្នំពេញបានតបតទៅវិញដោយហៅការចោទប្រកាន់នេះថាគ្មានមូលដ្ឋាននិងផ្ទុយពីការពិតអត្ថបទព័ត៌មានរបស់កាសែត Nikkei Asia ចេញផ្សាយមតិយោបល់ពីរដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភួងកែតកែវដែលបានអះអាងថាប្រទេសកម្ពុជាបានដាក់មីនថ្មីដែលធ្វើឲ្យកងទ័ពថៃរងរបួសជាបន្តបន្ទាប់និងបាននិយាយថាទីក្រុងបាងកកកំពុងតែរៀបចំរុញឲ្យមានបេសកកម្មស្វែងរកការពិតតាមមាត្រា8ក្រៅមនោសញ្ញាអូតាវ៉ារចនាសម្ព័ន្ធអត្ថបទនិងប្រភពព័ត៌មានដែល Nikkei Asia ប្រើស្របទៅតាមវិជ្ជាជីវៈមួយផ្នែកក៏ប៉ុន្តែមិនទាន់មានតុល្យភាពដោយសារតែវាពឹងផ្អែកយ៉ាងខ្លាំងទៅលើការព័ត៌មានរបស់ថៃតែម្ខាងដោយដកស្រង់សម្ដីមេដឹកនាំថៃយ៉ាងលម្អិតចាប់ពីរដ្ឋមន្ត្រីការបរទេសរហូតដល់អ្នកនាំពាក្យក្រសួងការពារជាតិដោយបានកំណត់បញ្ហាមីននេះថាជាទង្វើបង្កហេតុរបស់កម្ពុជាចំណែកជំហររបស់កម្ពុជាវិញកាសែតនេះបានរំលេចឡើងត្រឹមតែការបដិសេធខ្លីមួយដោយគ្មានព័ត៌មានលម្អិតឬក៏ភស្តុតាងណាមួយឡើយNikkei Asia បានមើលរំលងកំណត់ត្រាបោះសម្អាតមានរយៈពេល3ទសវត្សរ៍របស់កម្ពុជាដែលអន្តរជាតិទទួលស្គាល់និងបានទាត់ចោលស្ថានភាពព្រំដែនកម្ពុជាថៃដែលនៅមានមីនយ៉ាងច្រើនសល់ពីសង្គ្រាមលើសពីនេះកាសែតនេះមិនបានដាក់បន្ទុកថៃដែលដោះមីនជាឯកតោភាគីរួមទាំងនៅតំបន់ដែលកម្ពុជាបានហាម5ដែលនាំឲ្យជួបគ្រោះថ្នាក់នេះនៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី3ខែធ្នូឆ្នាំ2025អាជ្ញាធរមានកម្ពុជាអះអាងថាជាង30ឆ្នាំកន្លងទៅកម្ពុជាមិនបានដាក់មីនប្រឆាំងមនុស្សណាមួយនោះទេនិងបានសម្អាតដីមានចំនួន3000គីឡូម៉ែត្រការ៉េបំផ្លាញមានជាង1លានគ្រាប់អាជ្ញាធរនេះថាការអះអាងរបស់ប្រទេសថៃខ្វះភស្តុតាងបច្ចេកទេសនិងទាញបញ្ហាមនុស្សធម៌ចូលទៅក្នុងកិច្ចការនយោបាយអាជ្ញាធរមានចង្អុលថៃចំថាបានប្រើប្រាស់ហេតុការណ៍ផ្ទុះមីនដែលមិនទាន់បានផ្ទៀងផ្ទាត់ដោយឯករាជ្យដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជានិងបង្វែរចំណាប់អារម្មណ៍ពីការផ្អាកកិច្ចព្រមព្រៀងសន្តិភាពដោយភាគីថៃជាឯកតោភាគី